ជាមនុស្សដែលទន់ជ្រាយបំផុតទូមានរឿងអ្វីក៏ដោយក៏អង្គុយយំម្នាក់ឯងរឿងមួយខ្ញុំខ្វល់ខ្វាយពីភ្នែកអ្នកផ្សេងខ្លាំងពេករហូតភ្លេចមើលថែអារម្មណ៍ខ្លួនឯងឲ្យបានល្អខ្ញុំធ្លាប់ជួបមនុស្សច្រើនណាស់ដែលចូលមកហើយចាកចេញខ្លះបន់សល់ទុកមេរៀនខ្លះបន់សល់ទុកឲ្យខ្ញុំយំហើយការឈឺចាប់មួយនេះបងរៀនឲ្យខ្ញុំកាន់តែរឹងមាំអ្វីដែលខ្ញុំចងចាំទុកត្រឹមថាជាកម្មទៅចងពេលនេះខ្ញុំលែងខូចចិត្តនឹងពាក្យសម្ដីដែលគេមើលងាយព្រោះខ្ញុំដឹងថាគ្មានអ្នកណាកើតមកល្អឥតខ្ចោះនោះទេចង់ប្រាប់អ្នកថាបើហត់នឿយពេកសម្រាប់សិនក៏មិនអីដែរយើងមិនមែនព្រះនោះទេក្រោកឡើងចាប់ផ្ដើមជាថ្មីកុំព្យាយាមពន្យល់រឿងរ៉ាវគ្រប់យ៉ាងទៅកាន់មនុស្សដែលមិនចង់ស្ដាប់គុំចំណាយពេលរៀបរាប់ទៅមនុស្សដែលធ្វើបាបយើងជីវិតមនុស្សយើងអ្នកសុទ្ធតែមានការលំបាករៀងខ្លួនគ្រាន់តែមិនបង្ហាញឲ្យគេបានដឹងតែប៉ុណ្ណោះឈួរនៅកន្លែងនោះមិនត្រូវយកកំហុសពីមុនមកដាក់លើខ្លួនឯងបើថ្ងៃនេះមិនដល់ល្អក៏មិនមែនអាក្រក់រហូតទៅដែរផ្ដល់ឱកាសឲ្យខ្លួនឯងបានរៀនសូត្រពេលនេះខ្ញុំលែងខូចចិត្តនឹងពាក្យសម្ដីដែលគេចង់ប្រាប់អ្នកថា